ដើម្បីចូលរួមសម្រួលជីវភាពពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតក្នុងគោលបំណងដើម្បីចូលរួមសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបាន1បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន 6.5 សេនដុល្លារក្នុង1លីត្រ2បន្តបញ្ចុះ1សេនដុល្លារក្នុង1លីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងឡើងលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិលើសពី$100ក្នុង1បារ៉ែល3ពន្ធកុយ$0 4ផ្អែកតាមសភាពការនឹងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តរជាតិសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូត$0បញ្ចុះអាករពិសេសម៉ាស៊ូត 4% មក 0% និងបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតពី 10% មក 4% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស 6%ដូច្នេះតម្លៃប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី20ខែមីនាឆ្នាំ2026រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់គឺត្រូវលក់$5,400រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតានិង$6,700រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូត